Chụp điệp số bong bóng ở kia và cùng một căn video bọc trong là thằng này và là thằng này khi mình video play mới cho một hai bong đọc này làm đặc biệt blog account Facebook của Nam nè đây giờ mình cho chặt đó mà đời thọ bong bóng mình cho chặt account Facebook của Nam nè để chơi để chat màu rồi đây chơi tại thầy dương chọn lao chẳng á mà chẳng những ai blog quạt bán hay nâng biệt đỏ blog quạt bọc bình và chẳng dân cho tất cả account Facebook bao nhiêu nó và nước nó account Facebookคือบอกว่าai search ខាងលើនេះក៏បានដែរ search ឈ្មោះណាមនេះដែលយើងចង់ blog ឬមួយក៏បងប្អូនអាចចូលទៅក្នុង brand ចូលទៅក្នុង brand បងប្អូន brand Facebook បាទចូលទៅក្នុង brand Facebook មកតើយើងចង់ blog ណាមនេះឧទាហរណ៍ថាខ្ញុំចង់ blog នេះគឺអ្នកនេះអញ្ចឹងយើងចុចទៅលើត្រី3នៅកញ្ចក់បងប្អូនចុចទៅលើត្រី3នេះបាទចុចលើត្រី3មកបងប្អូនឃើញ blog ម្នាក់ហ្នឹងបាទអញ្ចឹងបើសិនបងប្អូនអត់ចុចទេក៏បានដែរតែបងប្អូនអាចបើកនេះក៏បានដែរអាចចូលទៅក្នុងaccount ហ្នឹងហើយបន្តមកបងប្អូនចុចទៅលើត្រី3ដែរនេះបាទចុចទៅលើត្រី3មកក៏មានពាក្យ blog មួយដែរបាទអញ្ចឹងបងប្អូនឃើញពាក្យ blog នេះគឺបងប្អូនចុច blog នេះតែម្ដងចុច blog មកបាទបន្តមកយើងចុច blog មួយទៀត blog បាទចុច blog មកបាទបងប្អូនចាំតិចដោយសារវាបងបដាបាទឥឡូវយើងចុច close មួយទៀតបាទអញ្ចឹងយើងចុចបើកមើល friend របស់យើងមើលតើមានម្នាក់នឹងអត់បាទគេបងប្អូនមិនឃើញគាត់ឈ្មោះគាត់នៅកន្លែងហ្នឹងតែឥឡូវគឺបាត់ហើយដោយសារតែយើង block គាត់អញ្ចឹងយើងមិនអាចឃើញគាត់ទៀតទេអញ្ចឹងដើម្បីបងប្អូនចង់ដឹងថាឥឡូវបងប្អូនចង់ unblock គាត់វិញឬគឺចង់ដោះ block គាត់វិញតើធ្វើម៉េចអញ្ចឹងបងប្អូនចូលទៅកាន់ profile កន្លែងនេះមកបងប្អូនខ្លះចូលទៅកន្លែងត្រី3បងប្អូនខ្លះចូលកន្លែងហ្នឹងបាទតោះមកបងប្អូនចុចទៅលើពាក្យ setting and privacy នៅខាងក្រោមនេះបាទតោះមកបងប្អូនចុចទៅលើពាក្យ setting នេះមកបាទឥឡូវយើង scroll ឡើងលើបន្តិចមកបងប្អូន scroll រកពាក្យថា block បាទអត់ទៅដៃបងប្អូនទៅដៃទេបាទបងប្អូន scroll រកពាក្យ block មើលឃើញអត់នេះបងប្អូននេះគេដាក់ថា blocking បាទអញ្ចឹងបងប្អូនចុចទៅលើពាក្យ block ពីនេះតែម្ដងបាទអញ្ចឹងបងប្អូនឃើញមាន account Facebook ជាច្រើនដែលខ្ញុំបាន block នៅហ្នឹងច្រើនណាបងប្អូនតែ account ខ្លះវាងាយញ៉ៃអីចឹងណាបាទហើយខាងលើគេហ្នឹងគឺជា account Facebook ដែលខ្ញុំបាន block មិញអញ្ចឹងដើម្បី unblock គាត់គឺខ្ញុំចុចទៅលើពាក្យ unblock នេះតើបងចូលយើងចុចលើពាក្យ unblock មួយទៀតបាទអញ្ចឹងគាត់បានបាត់ហើយឥឡូវយើងថយទៅវិញបាទថយទៅហើយបាទអញ្ចឹងបងប្អូនអាចចូលទៅមើលក្នុង friend របស់បងប្អូនបានឬក៏បងប្អូនអាច search ក៏បានដែរឥឡូវខ្ញុំចូលមើលក្នុង friend របស់ខ្ញុំបាទឥឡូវនេះវាអត់ឃើញទេដោយសារតែខ្ញុំ block ទៅក្រោមអញ្ចឹងខ្ញុំ search វិញតែខ្ញុំអាច search បានហើយនៅបាទឥឡូវខ្ញុំ search គាត់សិននេះបងប្អូននេះគឺជា account Facebook ដែលខ្ញុំបាន block មិញឥឡូវនេះក៏ឥឡូវចេញមកវិញហើយប៉ុន្តែពេលដែលយើង block ទៅគឺដាច់ friend ហ្នឹងបងប្អូនបើថាយើងជា friend នឹងគ្នាពេលយើង block អញ្ចឹង friend គឺវាដាច់អូតូឥឡូវយើងទៅ add គាត់ទៅវិញទៅបាទហ្នឹង add គាត់ទៅវិញទៅគឺគាត់ខ្លាចជា friend មួយជើងវិញហើយបាទនេះគឺជារបៀប block account Facebook របស់ដំណាំនេះដែលយើងមិនចូលចិត្តឬក៏ដោះ block account Facebook គេទាំងមកវិញបាទវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណយើងជួបគ្នានៅវីដេអូក្រោយបាយបាយ